នឹងឯអូនសម្រាប់ស្ត្រីមានផ្ទៃពោះគឺស្ត្រីអាចប្រើថ្នាំទម្លាក់ខ្លួនបានចាភាគច្រើនគឺថ្នាំទម្លាក់ខ្លួនគេឲ្យនៅត្រីមានទី2មានន័យថាចូល4ខែឬ5ខែហ្នឹងគឺស្ត្រីអាចប្រើថ្នាំទម្លាក់ខ្លួនបានហើយចាដោយសារពេលដែលកូនចាប់ដើមកម្រើឬកូនមានចលនាបានគឺភាគច្រើនគឺយើងឲ្យថ្នាំទម្លាក់ខ្លួនហើយថ្នាំទម្លាក់ខ្លួនគឺអាចញ៉ាំនៅពេលព្រឹកតែទំពាមុនញ៉ាំអាហារពេលព្រឹកន័យថាព្រលឹមឡើងញ៉ាំគេយើងអាចញ៉ាំថ្នាំទម្លាក់ខ្លួនក្របចាប៉ុន្តែបើអូនតាំងពីយើងមើលពួករហូតដល់8ខែហើយនៅអត់ទាន់បានញ៉ាំអូនអាចញ៉ាំបានប៉ុន្តែក្រោយសម្រាប់កូនគឺអូនអត់ទាន់ញ៉ាំភ្លាមទេយ៉ាងតិចណាស់3ខែទើបអូនអាចញ៉ាំថ្នាំទម្លាក់ខ្លួនម្ដងទៀតបានដោយសារថ្នាំទម្លាក់ខ្លួនយើងអាចប្រើបានត្រឹម3ខែចា3ខែយើងអាចញ៉ាំម្ដងបើមិនបើយើងញ៉ាំអាហារដែលមានសាច់ឬអាហារឆៅប៉ុន្តែក្នុងពេលមានផ្ទៃពោះបងប្អូនតមអាហារឆៅចាដូចជារបស់ផ្អាប់សាច់ឆៅឬក៏ត្រីឆៅអីយើងកុំញ៉ាំវាអាចមានព្រូនឬក៏អាចចុកពោះរាគរស់វាក៏ឲ្យមានបញ្ហាដល់សុខភាពពេលដែលយើងរាគរស់ទៅវាអាចប៉ះពាល់ទៅលើកូនផងដែរអញ្ចឹងតើតើមួយណាំព្រូនគឺយើងអាចញ៉ាំបានណាអូនណាញ៉ាំបាន